ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចាសសូមអញ្ជើញពុកម៉ែបងប្អូនមកទស្សនាប្រាសាទចាសបុរាណខ្មែរយើងជាមួយនាងខ្ញុំទាំងអស់គ្នាចាសឥឡូវយើងកំពុងតែធ្វើដំណើរទៅកាន់ប្រាសាទហើយដែលប្រាសាទនេះគឺទៅតែទទួលបាននៅការជួសជុលចាសហើយថ្មីគឺចាសក្រោកឈរបង្អួតសម្រស់យ៉ាងស្រស់ស្អាតដល់ភ្ញៀវជាតិនិងអន្តរជាតិឲ្យចូលមកទស្សនាចាដែលប្រាសាទនេះគឺមានឈ្មោះថាប្រាសាទជោមប្រាសាទជោមស្ថិតនៅចំពីមុខនៃប្រាសាទទេពប្រណម្យហើយស្ថិតនៅខាងជើងនៃប្រាសាទសួរព្រាត់ចាតាមរយៈបច្ចេកទេសសំណង់ប្រាសាទបញ្ជាក់ថាប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅដើមសតវត្សទី12ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី2កសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាចាប្រាសាទជោមនេះបន្ទាប់ពីទទួលបាននៅការជួសជុលយ៉ាងយកចិត្តទុកដាក់អស់រយៈពេល6ឆ្នាំដោយអ្នកជំនាញខ្មែរនិងកូរ៉េបច្ចុប្បន្នបានបង្ហាញនៅសោភ័ណភាពដ៏ស្រស់ស្អាតទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាយ៉ាងច្រើនកុះករចាជាពិសេសទស្សនានៅក្បាច់ចម្លាក់ដ៏រស់រវើកថែមទៀតនៅលើជញ្ជាំងនៅលើផ្តែរសសរពេជ្ររបស់ប្រាសាទចាប្រាសាទនេះពិតមែនតែមានរូបរាងតូចប៉ុន្តែគឺមានសម្រស់អស្ចារ្យមែនទែនចាជាពិសេសគឺចម្លាក់នៅលើផ្តែរសសរពេជ្រជញ្ជាំងជុំវិញនៃប្រាសាទតែម្ដងចាគឺស្នាដៃល្អឥតខ្ចោះតែម្ដងចាចាហើយប្រសិនបើពុកម៉ែបងប្អូនមកទស្សនាប្រាសាទជោមនេះគឺអាចទស្សនាបានប្រាសាទច្រើនមែនទែនចាគឺមាននៅចិត្តហ្នឹងដូចជាប្រាសាទកោសក់ប្រាសាទកណ្ដក់យក្សប្រាសាទដូនមៀនិងប្រាសាទតាទួតចាគឺនៅជុំវិញគ្នានឹងតែម្ដងដែលគេហៅថាក្រុមប្រាសាទភិធូចាហើយក៏សូមអរគុណដល់អាជ្ញាធរជាតិអប្សរានិងចាអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចាជួសជុលឲ្យប្រាសាទក្រោកឈរឡើងវិញដើម្បីបង្អួតសម្រស់ដល់ភ្ញៀវចាជាតិនិងអន្តរជាតិឲ្យចូលមកទស្សនាចាពេលដែលយើងបានមកដល់ប្រាសាទជោមបានទស្សនានៅប្រាសាទដ៏ស្រស់ស្អាតនេះគឺយើងចាមានមោទនភាពយ៉ាងក្រៃលែងចំពោះស្នាដៃរបស់បុព្វបុរសខ្មែរយើងដែលខំកសាងបន្សល់ទុកហើយយើងក៏តែងតែឮថាគេប្រៀបប្រដូចប្រាសាទបុរាណខ្មែរយើងទៅជាប្រាសាទទេពនិមិត្តចាគឺទឹកដៃប្រៀបបាននឹងទេពនិមិត្តតែម្ដងយើងសឹងតែមិនជឿថាជាស្នាដៃរបស់មនុស្សលោកចាគឺស្អាតល្អឥតខ្ចោះតែម្ដងចាគ្រប់កន្លែងគ្រប់ក្បាច់គឺល្អវិចិត្រមិនអាចរកអ្វីប្រៀបផ្ទឹមបានទេចាដូច្នេះហើយបានជាជាតិសាសន៍ផ្សេងតែងតែចាចង់បាននៅប្រាសាទបុរាណខ្មែរយើងជាកូនចៅជំនាន់ក្រោយមានមោទនភាពហើយនឹងចូលរួមទាំងអស់គ្នាក្នុងការចាអភិរក្សថែរក្សាស្នាដៃដូនតាឲ្យបានគង់វង្សជានិរន្តរ៍តទៅដើម្បីបន្សល់ដល់កូនចៅជំនាន់ក្រោយតទៀតចាគ្រាន់តែពុកម៉ែបងប្អូនអញ្ជើញមកទស្សនាប្រាសាទក៏ជាការលើកស្ទួយនិងគាំទ្រដល់ស្នាដៃរបស់បុព្វបុរសខ្មែរយើងដែរចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរសូមជូនពរដល់ពុកម៉ែបងប្អូនឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនកុំភ្លេច Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសសូមជម្រាបលាជួបគ្នានៅវីដេអូបន្តទៀត